ទីបំផុតកិច្ចចរចាសហរដ្ឋអាមេរិកហើយនឹងអឺរ៉ង់គេកំពុងតែដាក់ស្នាហើយតោះទៅស្ដាប់កិច្ចចរចាក្តៅលើកទី3លើកនេះថាតើសហរដ្ឋអាមេរិកហើយនឹងអឺរ៉ង់មានកិច្ចចរចាប្រមាណចំណុចហើយអ្វីទៅដែលធ្វើឲ្យកិច្ចចរចារវាងសង្គ្រាមអាមេរិកហើយនឹងអឺរ៉ង់ឈានទៅដល់ការបញ្ចប់សង្គ្រាមនេះបងប្អូនដឹងហើយថាអតិពលតកតងជាមួយនឹងសង្គ្រាមអាមេរិកហើយនឹងអឺរ៉ង់ធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចតម្លៃប្រេងខ្លាំងមែនទែនពេលនេះហើយមួយវិញទៀតតកតងជាមួយនឹងសេដ្ឋកិច្ចប្រទេសអឺរ៉ង់ក៏អត់សូវស្រួលប្រហែលដែរហើយពេលនេះប្រេងកំពុងតែហក់ឡើងខ្លាំងមែនទែនតោះទៅស្ដាប់កិច្ចចរចាតកតងជាមួយនឹងកិច្ចព្រមព្រៀងដែលគេកំពុងតែដាក់ឲ្យអ្នកទាំងពីរណាចរចាដើម្បីបញ្ចប់សង្គ្រាមថាតើកិច្ចចរចានោះមានអ្វីខ្លះនេះជាអ្វីដែលត្រូវរាយការណ៍នៅក្នុងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកនិងអឺរ៉ង់ដែលបានស្នើឡើងវិញនេះបើយោងតាមព័ត៌មានដែលកំពុងតែចុះផ្សាយទោះបីជាកិច្ចព្រមព្រៀងចុងក្រោយនៅតែមិនទាន់សម្រេចក៏ដោយ1ការបន្តបទឈប់បាញ់រយៈពេល60ថ្ងៃដោយកងកម្លាំងសហរដ្ឋអាមេរិកនិងស្នាក់នៅក្នុងតំបន់លុះត្រាតែកិច្ចព្រមព្រៀងចុងក្រោយត្រូវបានសម្រេច2ច្រកសមុទ្រហ័រមូសនឹងបើកឡើងវិញអឺរ៉ង់និងសម្អាតមិញសហរដ្ឋអាមេរិកនឹងបន្ធូរបន្ថយទណ្ឌកម្មប្រេងនិងលើកការបិទច្រកកំពង់ផែអឺរ៉ង់បន្តទៀត3អឺរ៉ង់បដិញ្ញាលះបង់អាវុធនុយក្លេអ៊ែរកិច្ចពិភាក្សានឹងត្រូវធ្វើឡើងលើការរឹតបន្តឹងការចម្រាញ់ប្រេងដោយការដកយកសម្ភារៈដែលមានស្រាប់ការបន្ធូរបន្ថយទណ្ឌកម្មដែលអាចធ្វើទៅបានអាស្រ័យលើសម្បទារបស់អឺរ៉ង់ដែលបានផ្ទៀងផ្ទាត់សេចក្តីរាយការណ៍ត្រូវបានរួមបញ្ចូលក្របខ័ណ្ឌបទឈប់បាញ់ដែលមានគោលបំណងបញ្ចប់ចំនួននៅលីបង់តាក់ទងជាមួយនឹងមជ្ឈមបពាបងប្អូនស្ដាប់តន់ទេឥឡូវនេះម៉ោងនេះពេលនេះសង្គ្រាមរវាងសហរដ្ឋអាមេរិកកំពុងតែដាក់កិច្ចចរចា3ចំណុចធំនេះទៅលើឆាកអន្តរជាតិហើយមួយវិញទៀតអាមេរិកហើយនិងអឺរ៉ង់ក៏ត្រូវតែព្រមព្រៀងដែរបើមិនព្រមព្រៀងខ្ញុំហ៊ាននិយាយថាសង្គ្រាមមួយនេះមិនទាន់ចប់នៅឡើយទេឥឡូវកិច្ចព្រមព្រៀង3ចំណុចនេះបងប្អូនយើងអានខ្ញុំអានហើយតើបងប្អូនយើងស្ដាប់តន់ទេហើយនេះជាអ្វីដែលកាសែតកំពុងតែផុសហើយមួយវិញទៀតគ្រប់ព័ត៌មានទាំងអស់កំពុងតែដាក់ទៅឲ្យបងប្អូនយើងស្ដាប់ហើយចាំមើលថាតើសង្គ្រាមអាមេរិកហើយនិងអឺរ៉ង់ត្រូវបានបញ្ចប់ដោយរបៀបណាបន្ទាប់ពីដាក់កិច្ចព្រមព្រៀងលើកទី3លើកនេះហើយបងប្អូនខ្ញុំហ៊ាននិយាយថាយើងនិយាយថានេះបន្តិចទៅតាក់ទងជាមួយនឹងការងារនេះបន្តិចតាក់ទងមួយសង្គ្រាមនេះខ្ញុំហ៊ាននិយាយថាបើកិច្ចព្រមព្រៀងនេះដាក់ទៅខ្ញុំអាចថាអឺរ៉ង់អាចថានឹងបដិសេធខ្លះហើយមួយវិញទៀតចំនួននេះនៅតែបន្តការចរចាបន្តទៀតព្រោះឯដោយសារតែមិនទាន់មានភាគីណាព្រមព្រៀងខ្ញុំជឿជាក់ថាមានចន្លោះខ្លះអាចថានឹងមិនព្រមព្រោះឯដោយសារតែកាលមុនមានលក្ខខណ្ឌខ្លះដែលដាក់ទៅគឺអឺរ៉ង់អត់ព្រមទេហើយអាមេរិកក៏មិនយល់ស្របទៅនឹងអ្វីដែលគេដាក់ដែរអញ្ចឹងចាំមើលថាតើកិច្ចព្រមព្រៀង3ចំណុចដែលធ្វើឲ្យដើម្បីបញ្ចប់សង្គ្រាមរវាងអាមេរិកហើយនិងអឺរ៉ង់តើអឺរ៉ង់ហើយនិងអាមេរិកអាចយល់ព្រមចំណុចណាហើយ3ចំណុចហ្នឹងថាតើអាចបញ្ចប់សង្គ្រាមបានឬមួយក៏យ៉ាងណាបងប្អូនខមមិនខាងក្រោមអាមេរិកនិងអឺរ៉ង់ថាតើអាចបញ្ចប់សង្គ្រាមក្នុងកិច្ចការចរចាលើកទី3នេះបានឬមួយក៏យ៉ាងណាខ្ញុំហ៊ាននិយាយថាប្រហែលជាមិនអាចទេរៀងតឹងតិចហើយទោះមិនបាញ់គ្នាទោះមិនអីក៏នៅតែគេហៅថាប្រើយុទ្ធសាស្ត្របែបលក្ខណៈសេដ្ឋកិច្ចបែបនយោបាយដែរព្រោះអីដោយសារតែប្រទេសទាំងនេះបងប្អូនដឹងហើយថាជាប្រទេសលំដាប់ហើយក៏ជាប្រទេសមហាអំណាចមួយដូចគ្នាអញ្ចឹងអ្វីដែលគេធ្វើគឺគេធ្វើដើម្បីតែប្រទេសខ្លួនឯងអញ្ចឹងណាហើយគេទាញយកផលចំណេញពីអ្វីដែលគេកំពុងតែធ្វើមិនថាសហរដ្ឋអាមេរិកមិនថាអឺរ៉ង់បងប្អូនខមមិនខាងក្រោមតើ3ចំណុចហ្នឹងគិតថាអាមេរិកយល់ព្រមឬមួយក៏អឺរ៉ង់យល់ព្រមឬមួយក៏ត្រឹមតែប៉ុណ្្នឹងទេអាចបញ្ចប់សង្គ្រាមបានខមមិនខាងក្រោមហើយការផុសនេះនៅថ្ងៃទី24ខែ5 2026នេះឯងអរគុណខ្លាចបងប្អូនយើងអត់តាមអត់ដល់ស្ដាប់អត់ចប់អត់ដឹងថ្ងៃ